សម្ដេចបវរធិបតីហ៊ុនម៉ាណែតកោតទោសចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃមកលើពលរដ្ឋស៊ីវិលស្លូតត្រង់នៅកម្ពុជានៅភូមិព្រៃច័ន្ទឃុំអូ3ជាន់ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី12ខែ11ឆ្នាំ2025នេះបាទបងប្អូនជាទីមេត្រីជុំវិញរឿងរ៉ាវដែលទាហានថៃបាញ់មកលើពលរដ្ឋស្លូតត្រង់របស់កម្ពុជានៅភូមិព្រៃច័ន្ទឃុំអូ3ជាន់ខេត្តបន្ទាយមានជ័យពេលនេះសម្ដេចបវរធិបតីហ៊ុនម៉ាណែតបានចេញមកថ្កោលទោសចំពោះទង្វើយងខ្នងខូខើរបស់ថៃហើយសម្ដេចបវរធិបតីហ៊ុនម៉ាណែតលើកឡើងថាខ្ញុំសូមថ្កោលទោសចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃមកលើប្រជាជនស៊ីវិលស្លូតត្រង់នៅកម្ពុជានៅល្ងាចថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025នេះដែលបណ្ដាលឲ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជាចំនួន3នាក់និងម្នាក់ស្លាប់បាត់បង់ជីវិតនិង2នាក់ទៀតរងរបួសធ្ងន់សម្ដេចបវរធិបតីហ៊ុនម៉ាណែតលើកឡើងបន្ថែមទៀតថាខ្ញុំសូមឲ្យភាគីថៃបញ្ឈប់ជាបន្ទាន់នៅការប្រើប្រាស់អំពើហិង្សាមកលើប្រជាពលរដ្ឋស្លូតត្រង់នៅភូមិព្រៃច័ន្ទក៏ដូចជាការប្រើប្រាស់កងកម្លាំងក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរដែរសម្ដេចបវរធិបតីហ៊ុនម៉ាណែតថាទង្វើនេះគឺផ្ទុយនឹងស្មារតីយុត្តិធម៌ក៏ដូចជាការឯកភាពគ្នាកន្លងមកក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីជាពិសេសការឯកភាពឲ្យមានយន្តនាការគណៈកម្មការចម្រុះព្រំដែន JBC ចុះវាស់វែងនិងបោះបង្គោលបណ្ដោះអាសន្ននិងត្រូវរក្សាស្ថានភាពដើមដដែលរហូតដល់មានការវាស់វែងត្រូវបានបញ្ចប់និងរងចាំការសម្រេចដោយ JBC បងប្អូនជាទីមេត្រីសម្ដេចបវរធិបតីហ៊ុនម៉ាណែតលើកឡើងបន្ថែមទៀតថាជាមួយគ្នានេះខ្ញុំសូមឲ្យអាជ្ញាធរដែនដីនិងគ្រប់កងកម្លាំងសមត្ថកិច្ចទាំងអស់ចាត់វិធានការជាបន្ទាន់ក្នុងការការពារពលរដ្ឋរបស់យើងជាពិសេសត្រូវគិតគូរលើសុវត្ថិភាពនិងអាយុជីវិតរបស់ពួកគាត់ឲ្យបានជាដាច់ខាតកម្ពុជានៅតែរក្សាជំហរក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីស្របទៅតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមនៅទីក្រុងកាឡាឡាំពួរនៅថ្ងៃទី26តុលាឆ្នាំ2025នេះដើម្បីឈានទៅដល់ការបញ្ចប់ជម្លោះបាទបងប្អូនជាទីមេត្រីនេះគឺជាការលើកឡើងរបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតជុំវិញរឿងរ៉ាវដែលទាហានថៃបើកការវាយប្រហារមកលើប្រជាជនស្លូតត្រង់នៅកម្ពុជាដែលស្ថិតនៅក្នុងភូមិព្រៃច័ន្ទឃុំអូ3ជាន់ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី12ខែ11ឆ្នាំ2025នេះ